តើនៅពេលដែលគេនិយាយអាក្រក់ពីយើងនិយាយមិនល្អពីយើងតើយើងគួរឆ្លើយតបទៅគេវិញដោយរបៀបណាដោយបែបណាចឹងណាបងប្អូនទាំងអស់គ្នាជាទូទៅមនុស្សយើងតែងតែគេហៅថារស់នៅក្នុងអឺជីវិតបច្ចុប្បន្នរាល់ថ្ងៃហ្នឹងតែងតែជួបនៅការសរសើរការនិន្ទាចាមានលៀបបាត់លៀបមានយួរបាត់យួរមិនថាអ្នកណាទេតែងតែជួបរឿងបែបហ្នឹងប៉ុន្តែសម្រាប់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍ជីវិតបងប្អូនទាំងអស់គ្នាវាជាការពិតអ្នកណាក៏ចង់តែជួបតែរឿងល្អរឿងដែលសមប្រកបនៅក្នុងជីវិតមែនអត់ប៉ុន្តែដោយឡែកនៅពេលដែលគេនិយាយអាក្រក់ពីយើងនិយាយមិនល្អពីយើងថាយើងនឹងជាមនុស្សបែបអញ្ចេះមនុស្សបែបចុះមួយរឿងចេះពីរអីចឹងទៅចាបងប្អូនយើងត្រូវហ៊ានសម្លឹងថាចេះនៅពេលដែលគេនិយាយអាក្រក់ពីយើងហ្នឹងណាយើងសម្លឹងមើលខ្លួនឯងតើយើងពិតជាអាក្រក់អញ្ចឹងមែនអត់យើងគួរតែកែប្រែអត់ចាយើងសម្លឹងមើលចឹងសិនណាចាទី2ហើយបើសិនជាគេនិយាយអាក្រក់ពីយើងសម្លឹងមើលហើយរំបីមើលថាយើងនឹងដូចអត់មានធ្វើអ្វីខុសឆ្គងទេចាអញ្ចឹងយើងគួរតែរៀនបើកចិត្តឲ្យទូលាយគិតបែបវិជ្ជមានថាមនុស្សយើងតែងតែមានបែបហ្នឹងឯងតែមានគេសរសើរត្រូវតែមាននន្ទាអញ្ចឹងណាចាជីអត់ផុតទេមនុស្សយើងមិនថាអ្នកធំអ្នកមានអ្នកក្រវណ្ណៈបណ្ណាទេតែងតែជួបខ្យល់ព្យុះខ្យល់ភ្លៀងបែបគេហៅថាពាក្យល្អពាក្យអាក្រក់តែងតែមានទាំងឯងបើសិនជាគេនិយាយមកវាអត់មានប៉ះពាល់រឿងផ្លូវច្បាប់អត់មានប៉ះពាល់អីទេចាអនុគ្រោះទៅចាមិនបាច់ឆ្លើយតបទៅវិញដោយការជេរដោយការប្រមាថផ្សេងដោយពាក្យអាក្រក់ទាំងឡាយទាំងពួងដែលយើងមិនគួរគប្បីប្រើអញ្ចឹងណាប៉ុន្តែដែលបើសិនជាមានការរបៀបថាគេនិយាយតទល់មុខគ្នាគេនិយាយពីអាក្រក់ពីយើងចាបើសិនជាយើងរៀនយកជាឧបមាមកថាឧទាហរណ៍ថាម្នាក់នឹងជាបងប្អូនយើងជាញាតិយើងជាកូនយើងតើយើងអាចអនុគ្រោះឲ្យបានដែរអត់ចាអញ្ចឹងត្រឡប់មកវិញថានៅពេលដែលគេនិយាយអាក្រក់ពីយើងនិយាយមិនល្អពីយើងយ៉ាងច្រើនតើយើងគួរឆ្លើយតបទៅវិញដោយរបៀបណាបងប្អូនស្ងប់ស្ងៀមបន្តិចទៅវាលែងមានបញ្ហាអីហើយជីវិតយើងម្នាក់ជីវិតយើងម្នាក់មិនអាចជួបតែរឿងអាក្រក់រហូតអត់មែនទេវាតែងតែផ្លាស់ប្ដូររហូតអត់នៅទៀងអត់នៅម្ដុំអញ្ចឹងឯងអញ្ចឹងបើសិនជាពីអស់ទាំងនោះវាអត់មានប៉ះពាល់អ្វីទេគ្រាន់តែជាការប្រកាន់របស់គេថាយើងនឹងមិនល្អអញ្ចេះជាការគិតរបស់គេចាតែបន្តិចទៀតទៅរឿងហ្នឹងវានឹងកន្លងហួសហើយចានេះគឺជាបទពិសោធន៍ជីវិតផ្ទាល់តែម្ដងមួយរយៈក្រោយមកនេះនាងខ្ញុំបានជួបមានអ្នកជេរច្រើនដែរចាដោយសារតែមានបទពិចារណាច្រើនហើយនាងខ្ញុំប្រៀបថាបានស្ដាប់ធម៌អវាទរបស់ព្រះសម្មាសម្ពុទ្ធច្រើនហើយយកព្រះពុទ្ធជាអារម្មណ៍យកព្រះពុទ្ធជាទីពឹងថាมันមានអ្នកណាគេជេរយើងរហូតទេចាតែបន្តិចទៀតស្ងប់ហើយចាអញ្ចឹងណាដូច្នេះហើយទើបនាងខ្ញុំចង់ចែកម្លែកបែបហ្នឹងឯងនៅពេលដែលគេជេរឬក៏ពាក្យគេប្រើពាក្យមិនល្អយ៉ាងណាក្តីបងប្អូនទាំងអស់គ្នារៀនសម្លឹងមើលទៅថាវាអាក្រក់មែនអត់អញ្ចឹងណាបើសិនជាអត់មានទេបងប្អូនស្ងប់ឬស្ងៀមទៅរក្សាចិត្តខឹងនៅរក្សាគេហៅការបន្ទុកនៅក្នុងចិត្តទៅតែបន្តិចទៀតទៅគឺវារសាយបាត់ហើយអញ្ចឹងណាចាអញ្ចឹងវីដេអូនេះចែករំលែកតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលា